ស្មានមិនដល់សោះថាឯងសាហាវយ៉ាងនេះនៃឯងជួយបោះសម្អាតបាក់ពួកឲ្យយើងអរគុណច្រើនហើយកុំនិយាយរឿងទាំងនេះអីបងឡុងមិនបានជួបគ្នាយូរហើយបងស្រីនៅតែស្អាតដដែលបងធានលីនពិតជាពូកែនិយាយលួងលោមណាស់ធ្វើឲ្យខ្ញុំភ័យអស់ហើយមិនបាច់និយាយច្រើនទេលោកតាបញ្ជាឲ្យមើលថែទាំឲ្យបានល្អចាប់ផ្ដើមធ្វើការទៅផ្ទះមានច្បាប់ផ្ទះបងឡុងបងស្រីលោកតាកំពុងរងចាំនៅខាងក្នុងអញ្ជើញចូលខាងក្នុងបងឡុងឲ្យបងចាំយូរហើយសុំទោសផងពេញចិត្តកន្លែងនេះទេលុយខ្ញុំយកមកគ្រប់ហើយទំនិញខ្ញុំត្រូវតែយកឲ្យបានទំនិញរបស់ខ្ញុំនៅណាទំនិញរបស់បងធ្វើអីហ្នឹងខ្ញុំនិងបងឡុងជាបងប្អូនល្អនឹងគ្នាបងមិនទុកចិត្តខ្ញុំទេគ្រាន់តែប្រុងប្រយ័ត្នប៉ុណ្ណោះឲ្យកូនចៅទាំងនេះថយចេញទៅនិយាយត្រូវណាស់បងធំបងឡុងមានរឿងខ្លះខ្ញុំចង់ពិភាក្សាជាមួយបងខ្ញុំចង់សហការជាមួយបងទៅថ្ងៃមុខទំនិញនៅអាស៊ីអាគ្នេយ៍តាមផ្លូវទឹកខ្ញុំនឹងរ៉ាប់រងទាំងអស់ធានាថាមិនមានអ្នកមករំខានចុះបើខ្ញុំប្រាប់ថាមិនបាច់ទេនោះបងឡុងបងរកស៊ីក្នុងសង្វៀននេះមានសត្រូវច្រើនណាស់បើមានគេមករកបងខ្ញុំមិនហ៊ានធានាទេណាមិនទាន់ដល់កម្រិតនោះទេល្អចង់ធ្វើអីក៏ធ្វើតាមចិត្តចុះណែធ្វើអីហ្នឹងកាំភ្លើងបងឡុងគឺជាកាំភ្លើងធំត្រូវតែបើកចំហជានិច្ចយ៉ាងម៉េចដែរបងឡុងបាត់ជើងតូចហើយគិតគូរច្បាស់លាស់ហើយឬនៅរឿងសហការគឺមិនចាំបាច់ទេមានន័យថាមិនបាច់ចរចាទៀតទេបងឡុងផឹកតែមួយកែវនេះសិនចាំពួកយើងសន្សឹមជែកគ្នាតើយ៉ាងម៉េចដែរដូរតែដែលនៅក្តៅមកដូរតែមួយប៉ានមកផឹកតែសិនទៅបងឡុងមានរឿងហើយប្រញាប់ទៅហៅមនុស្សមកធានលីនឲ្យឯងប៉ុន្មានខ្ញុំនឹងឲ្យឯងទ្វេដងក្រោយពេលសម្លាប់បងឡុងហើយភ្ជុំកាំភ្លើងទៅរកធានលីនក្នុងលោកអ្នកលេងនរណាមិនដឹងថាបងស្រីសាហាវឯងសម្លាប់ធានលីនទៅដើម្បីទម្លាក់កំហុសថាវាជាអ្នកសម្លាប់បងឡុងដើម្បីស៊ីដាច់ស្លាប់បាត់ទៅហើយគ្មាននរណាដឹងការពិតឡើយរឿងនេះខ្ញុំមិនធ្វើទេបោះឯងគ្រាន់តែឃើញមុខឯងខ្ញុំចង់ក្អួតទៅហើយខ្ញុំមិនចង់ឃើញមុខឯងទៀតទេអតិរចានហ៊ានក្បត់យើងផងបោះចិត្តងាប់ឯងនេះបន្តបាញ់មកយើងទៀតមកឯងងាប់មិនខានទេក្នុងនេះសុទ្ធតែក្របស្ងួតកូនចៅពួកយើងនៅខាងក្រោមដឹងទាំងអស់ពួកវាសុទ្ធតែកំពុងមើលពួកយើងតើវាអាចទុកឲ្យពួកយើងទាំងពីរប្រយុទ្ធគ្នាបានយ៉ាងម៉េច